Caffeine គឺជាសារធាតុញៀនជំរុញប្រព័ន្ធប្រសាទដែលធ្វើឲ្យអ្នកមានការផ្ដោតអារម្មណ៍ល្អនិងកាត់បន្ថយការភ្លេចភ្លាំងតែការញ៉ាំកាហ្វេជាប្រចាំធ្វើឲ្យអ្នកមានភាពញៀនដោយមិនដឹងខ្លួនអ្នកអាចសង្កេតឃើញអាការៈដូចជាឈឺក្បាលភ័យក្រហល់ក្រហាយនិងអស់កម្លាំងនៅពេលដែលមិនបានញ៉ាំកាហ្វេនេះជាសញ្ញាដែលបញ្ជាក់ថារាងកាយអ្នកកំពុងតែញៀនទៅលើកាហ្វេអ៊ីនប៉ុន្តែការញ៉ាំកាហ្វេក៏មានអត្ថប្រយោជន៍ផងដែរវាអាចជួយកាត់បន្ថយភាពងងុយដេកបង្កើនការផ្ដោតអារម្មណ៍កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមនិងជំងឺបេះដូងតែការញ៉ាំកាហ្វេក្នុងបរិមាណខ្ពស់អាចបណ្ដាលឲ្យមានផលប៉ះពាល់ដូចជាការគេងមិនសូវលក់ការតានតឹងការបាត់បង់នៃជាតិទឹកដូច្នេះការគ្រប់គ្រងបរិមាណកាហ្វេរាល់ថ្ងៃគឺសំខាន់ណាស់ប្រសិនបើអ្នកចង់កាត់បន្ថយការញៀនកាហ្វេអ្នកអាចកាត់បន្ថយបន្តិចម្ដងផ្លាស់ប្ដូរកាហ្វេជាតែបៃតងឬកាហ្វេ decaf ផឹកទឹកឲ្យបានច្រើនប្រើប្រាស់អាហារផ្ដល់ថាមពលដូចជាផ្លែឈើនិងគ្រាប់ធញ្ញជាតិជាចុងក្រោយនេះកាហ្វេមិនមែនជាសារធាតុអាក្រក់ទេបើប្រើប្រាស់ដោយយល់ដឹងនិងមានកំណត់តែបើសិនបើយើងពឹងផ្អែកលើវាខ្លាំងពេកវាអាចបណ្ដាលឲ្យរាងកាយយើងធ្លាក់ចុះបានតើអ្នកចូលចិត្តកាហ្វេនៅពេលព្រឹកទេសូមចែករំលែកជាមួយយើងនៅក្នុង comment ខាងក្រោម